សុស្ដីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អវិញ្ញាណមានពេទ្យហើយថ្ងៃនេះមាន admin មានសាច់រឿងថ្មីទៀតហើយសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅកណ្ដាលភូមិភាគឦសានដ៏ដាច់ស្រយាលមានតំបន់ព្រៃក្រាស់ខ្មៅងងឹតមួយដែលអ្នកស្រុកប្រសិទ្ធនាមថាព្រៃលាក់ប្រលឹងទីនោះជាព្រៃបុរាណដែលមិនធ្លាប់មានពន្លឺព្រះអាទិត្យចាំងចូលដល់ដីឡើយមានតែដើមឈើធំធំអាយុរាប់រយឆ្នាំដែលដុះប្រទាក់ក្រឡាគ្នាដូចជាម្រាមដៃយក្សក្នុងនរកកំពុងឈរចាំលេបត្របាក់ប្រលឹងអ្នកណាដែលហ៊ានឈានជើងចូលទៅវាជាកន្លែងប្រមូលផ្ដុំដែលវិញ្ញាណសងសឹកខ្មោចតៃហោងនិងប្រលឹងគុំគួនដែលស្លាប់ដោយអយុត្តិធម៌មករាបុរសម្នាក់ដែលមានចិត្តដាច់សាហាយនិងជាអ្នកកាប់ឈើខុសច្បាប់បានវង្វេងផ្លូវចូលទៅក្នុងព្រៃនេះនៅវេលាម៉ោង 12 អាធ្រាត្រចំមេឃយប់នេះខ្មៅងងឹតស្លុបខ្យល់រាត្រីបក់កាត់ចន្លោះមេឃឈើងប់បន្លឺសំឡេងស៊ូលាយឡំដោយសំឡេងយំខ្សឹកខ្សួនរបស់មនុស្សស្រីនិងសំឡេងសើចក្រលួចរបស់ក្មេងៗពីគ្រប់ទិសទីមករាដកដង្ហើមញាប់ផ្សែងត្រជាក់ភាយចេញតាមមាត់ស្បែកក្បាលរបស់គេចាប់ផ្ដើមស្ពឹកអស់រោមដៃរោមជើងបាសច្រងាងរុំពេកនោះក្លិនស្អុយអាសៅចម្លែកម្យ៉ាងដូចជាក្លិនសាកសក់មនុស្សដែលងាប់រលួយផ្អាប់ទុកក្នុងទឹកខ្ទុះបានភាយមកប៉ះច្រមុះរបស់គេយ៉ាងខ្លាំងរហូតដល់ថប់ដង្ហើមក្រាក់ផិតសំឡេងបាតជើងមនុស្សរាប់រយគូដើរអូសយឺតៗនៅពីក្រោយខ្នងរបស់គេមករាងាកក្រោយស្ទុះវត្តកំបិតបន្ទះយ៉ាងលឿនប៉ុន្តែគ្មានអ្វីទាំងអស់ក្រៅពីភាពងងឹតសូន្យឈឹងដែលមើលមិនធ្លុះគេព្យាយាមរត់ទៅមុខប៉ុន្តែទោះជាគេរត់លឿនយ៉ាងណាក៏ដោយក៏ដើមឈើធំទាំងនោះហាក់ដូចជារំកិលខ្លួនបិទផ្លូវគេនិងដីភុកនៅក្រោមបាតជើងចាប់ផ្ដើមប្រែជាទន់ជ្រាយដោយសាច់មនុស្សរំពេចនោះទឹកត្រជាក់បានស្រក់មកលើផ្ទៃមុខរបស់គេតក់គេយកដៃស្ទាបរួចយកមកមើលក្រោមពន្លឺដាច់កេះដ៏ស្រអាប់វាគឺជាឈាមខ្មៅខប់ដែលធំក្លិនមរណៈគេងើយមុខមើលទៅលើមែកឈើបុរាណយឺតអ្វីដែលគេបានឃើញធ្វើឲ្យគេស្ទើរតែគាំងបេះដូងស្លាប់ទាំងរស់នៅលើមែកឈើបុរាណមានវិញ្ញាណខ្មោចរាប់សិបនាក់កំពុងអង្គុយចងហោងសម្លឹងមកគេខ្លះគ្មានក្បាលកាន់ក្បាលខ្លួនឯងសើចខ្លះគ្រឿងក្នុងរលួយថ្លៃជិនមកក្រៃយល់យកខ្លះភ្នែកក្រហមឆ្អឹងដោយភ្នឹកភ្លើងនរកកំពុងយំចេញជាឈាមពួកវាចាប់ផ្ដើមលោតទម្លាក់ខ្លួនចុះពីលើដើមឈើទាំងគ្មានសម្លេងរួចវ៉ាត្រំរងមករោគមករាដូចជាសត្វពីងអោនយ៉ាមករាឯងមកកាប់ផ្ទះពួកយើងយប់នេះឯងត្រូវយកជីវិតមកសងសំឡេងខ្សឹកសៀវរាប់ពាន់បន្លឺឡើងព្រមគ្នាធ្វើឲ្យផ្ទះព្រៃទាំងមូលញ័ររញ្ជួយមករាភ័យស្លន់លយលេចនោមដាក់ខោគេស្ទុះរត់គេចខ្លួនទាំងមិនដឹងទិសដៅប៉ុន្តែឫសឈើងាប់បានដុះចេញពីក្នុងដីមកបវិតជុំវិញកជើងរបស់គេយ៉ាងណែនរួចទាញគេដួលផ្ងាក្រោយបោកនឹងដីភ្លាមនោះម្រាមដីដែលសល់តែឆ្អឹងនិងក្រចកវែងពណ៌ខ្មៅរបស់ពួកខ្មោចព្រៃបានលុះចូលទៅក្នុងមាត់មករារួចចាប់ទាញអណ្ដាតរបស់គេដាច់ទាំងរស់ពីការមិនឲ្យគេស្រែកហៅឲ្យគេជួយឈាមស្រស់បាញ់ក្អកពេញផ្ទៃមុខមករាភ្នែកលៀនចេញមកក្រៅដោយក្តីទុក្ខវេទនាពួកវិញ្ញាណសងសឹកដ៏ខូក្រៅទាំងនោះមិនបណ្ដោយឲ្យគេស្លាប់ភ្លាមឡើយពួកវាបានប្រែធ្មេញមុតស្រួយកំហែកស្បែកមុខកំទំពាសាច់ទ្រូងជ្រុំធំនិងហែកពោះវៀនរបស់គេយកមកចែកកណេទំពាយ៉ាងស្រាវធ្មេញដល់ខួរក្បាលសំឡេងកំទំពាសាច់ស្រស់ជ្រុបនិងសំឡេងកាច់បំបីឆ្អឹងជំនីរបស់គេក្រាក់បន្លឺឡើងគួរឲ្យរន្ធត់កណ្ដាលរាត្រីអន្តកាលគេត្រូវដឹងខ្លួននឹងរងការឈឺចាប់រហូតដល់វិនាទីដែលបេះដូងរបស់គេត្រូវពួកវាខ្វិចទាញចេញមកខាងក្រៅទាំងកំពុងលត់ញាប់ជាចុងក្រោយប្រលឹងរបស់មករាត្រូវមេខ្មោចព្រៃចាប់ដកចេញពីរាងកាយរួចបង្ខំឲ្យคล้ายជាវិញ្ញាណយាមដើមឈើរងទុក្ខវេទនានិងជាប់នៅក្នុងគុកងងឹតនៃព្រៃលឹកប្រលឹងនោះជារៀងរាល់រហូតគ្មានថ្ងៃបានទៅចាប់ជាតិឡើយព្រឹកឡើងគោយន្តនិងកំបិតរបស់មករាត្រូវបានគេប្រដេះឃើញចតចោលនៅមាត់ព្រៃប៉ុន្តែគ្មានរូបរាងមនុស្សឡើយចាប់ពីថ្ងៃនោះទៅអ្នកភូមិនិងអ្នកដំណើរតែងតែឮសំឡេងបុរសម្នាក់ស្រែកថ្ងោដោយការឈឺចាប់និងសំឡេងកំទំពាឆ្អឹងក្រាក់ចេញពីក្នុងព្រៃជ្រៅរៀងនន់យប់អាធ្រាត្របើសិនជាអ្នកកំពុងអានដល់ចំណុចនេះនៅក្នុងបន្ទប់ងងឹតម្នាក់ឯងហើយស្រាប់តែមានអារម្មណ៍ថាមានខ្យល់ត្រជាក់មកប៉ះកញ្ចឹងកោឬឮសំឡេងដូចមានអ្វីមួយធ្ងន់កំពុងវាយយឺតនៅក្រោមគ្រែសូមកុំព្យាយាមអោនមើលឬងាកក្រោយឲ្យសោះព្រោះព្រលឹងរបស់គ្រូខ្លាំងនិងមករាប្រហែលជាតាមធំក្លាន់ការភ័យខ្លាចរបស់អ្នកហើយ
នឹងកំពុងឈរហែកមាត់សើចនៅពីក្រោយខ្នងរបស់អ្នកនៅវិនាទីនេះឯងតាំង3ថ្ងៃក្រោយការបាត់បង់របស់មករា Thierry ដែលជាភរិយារួមជាមួយប្អូនប្រុសបង្ការបានសម្រេចលក់គ្រឿងអលង្ការចុងក្រោយដើម្បីជួលគ្រូឃ្លាំងដែលជាគ្រូសិលខ្មែរល្បីខាងបង្ក្រាបព្រលឹងព្រៃនិងចែកអាគមស្បែកគង់ពួកគេទាំង3នាក់រួមដំណើរដោយអ្នកភូមិចិត្តសឿង2នាក់ទៀតបាននាំគ្នាឈានជើងចូលទៅក្នុងព្រៃលាក់ព្រលឹងនៅវេលាម៉ោង5ល្ងាចក្នុងបំណងតាមរកសាកសពឬព្រលឹងរបស់មករាត្រឡប់មកវិញគ្រាន់តែឈានជើងចូលជ្រៅបានបន្តិចមេឃដែលកំពុងមានពន្លឺប្រលឹបស្រាប់តែរលត់ងងឹតស្លុបភ្លាមដោយគៀកបិទស្វិសភ្លើងអាបងល់ខ្មៅត្រជាក់ស្រេបលាយឡំដោយក្លិនឆ្អាបឈាមនិងខ្ទុះសាកសពបានភាយបោកបក់មកកាត់មុខពួកគេរហូតដល់អ្នកភូមិទាំងពីរនាក់ចាប់ផ្ដើមក្អកចង្អោរជៀនមកជាឈាមខ្មៅខប់កុំភ័យពួកវាគ្រាន់តែជាវិញ្ញាណកញ្ចាក់យាមព្រៃប៉ុណ្ណោះគ្រូឃ្លាំងស្រែកគុំហុកទាំងទំនុកចិត្តគាត់ដកដាវអាគមជ្រះចាប់ជិនមករួចចាប់ផ្ដើមសូត្រគាថាបិទព្រៃសំលេងក្រលួចធួនក្រាក់ស្រើតសំលេងចម្លែកបន្លឺឡើងពីលើមេឃឈើបុរាណសងខាងផ្លូវពន្លឺពីរបស់ Thierry ជះទៅស្រាប់តែនាងស្រែកផ្អើស្ទើរលៀនភ្នែកលៀនចេញមកក្រៅនៅលើមេឃឈើដ៏ខ្ពស់មិនមែនមានតែមេឃឈើងប់ទេប៉ុន្តែមានពោះវៀននិងគ្រឿងក្នុងមនុស្សកណ្ដៅហុយរាប់សិបម៉ែត្រកំពុងលូនរវល់ប្រវត្តិតាមមេឃឈើដូចជាសត្វពស់ហើយចុងម្ខាងនៃពោះវៀននោះគឺមានក្បាលរបស់មករាកំពុងតោងភៀវជាប់ទៅលើផ្ទៃមុខរបស់គេភៀវស្វាយភ្នែកទាំងពីរត្រូវបានខ្វិចជើងសល់តែប្រហោងឈាមខ្មៅនិងអណ្ដាតរបស់គេវែងអន្លាយដល់ទ្រូងកំពុងក្រវីចុះឡើងទាំងស្រែកខ្សឹបថា Thierry មកដេកក្នុងរណ្ដៅដីជាមួយបងមេខ្មោចប្រមាថគ្រូឃ្លាំងស្រែកកំហឹករួចបាយសាច់មុនត្រឹមរងទៅក្បាលមករាប៉ុន្តែកំហឹងគុំគួនរបស់ព្រៃលាក់ព្រលឹងមានអំណាចខ្លាំងពេករំពេកនោះដើមឈើធំជុំវិញខ្លួនពួកគេស្រាប់តែដោះដីជើងដែលសល់តែឆ្អឹងលុះចុះមកចាប់បោកអ្នកភូមិទាំងពីរឡើងទៅលើអាកាសរួចហែកខ្លួនពួកគេជាពីរចំណែកទាំងរួចឈាមស្រស់បាញ់ស្រោយពេញមុខ Thierry និងគ្រូសិលThierry ភ័យស្លន់ឡៅដួលសន្លប់បាត់ស្មារតីក្នុងធ្លកឈាមខណៈដែលប្អូនប្រុសរបស់នាងត្រូវវិញ្ញាណខ្មោចព្រៃរាប់សិបក្បាលស្ទុះមកចោមរោមប្រាយក្រចកវែងខ្វិចបកស្បែកមុខនិងកំហែកសាច់ដុំកញ្ចឹងកោបន្លឺសំឡេងកំទំពាឈឹងក្រាក់ជ្រុបគួរឲ្យស្រីវថ្មិញដល់ខួរក្បាលគ្រូឃ្លាំងព្យាយាមសូត្រមន្តកំសាន្តខ្លួនប៉ុន្តែដាវអាគមក្នុងដៃរបស់គាត់ស្រាប់តែប្រែជាទុនជ្រាយដោយសត្វសាងសពរួចរលាយបាត់ទៅឡើយព្រលឹងរបស់មករាត្រូវបានមេខ្មោចព្រៃចាប់ដកចេញពីរាងកាយរួចបង្ខំឲ្យคล้ายជាទាសករយាមព្រៃលាក់ព្រលឹងនេះបន្តជារៀងរាល់រហូតគ្មានថ្ងៃបានទៅចាប់ជាតិឡើយលុះព្រឹកឡើង Thierry បានដឹងខ្លួនឡើងវិញប៉ុន្តែនាងលែងមានស្មារតីជាមនុស្សធម្មតាទៀតហើយនាងវ៉ាចេញពីក្នុងព្រៃទាំងសោះក្បាលកំពកភ្នែកបើកធំគ្មានប្រស័យភ្នែកនិងមាត់ដើរសាច់ផងយំផងក៏អានាងបានคล้ายជាមនុស្សឆ្កួតវង្វេងបាត់ស្មារតីដោយសារតែបានឃើញទិដ្ឋភាពដ៏រន្ធត់បំផុតដែលមនុស្សលោកមិនគួរបានឃើញចាប់ពីថ្ងៃនោះទៅគ្មានអ្នកណាក្នុងភូមិហ៊ានសូម្បីតែងាកទៅមើលរកទិសដៅនៃព្រៃលែកព្រលឹងនោះឡើយព្រោះគ្រប់គ្នាដឹងថាមិនថាលោកគ្រូសិលជើងខ្លាំងកម្រិតណានោះទេក៏ត្រូវคล้ายជាចំណីរបស់ពួកវាដែរបើសិនជាអ្នកកំពុងអានដល់ចំណុចនេះនៅក្នុងបន្ទប់ងងឹតម្នាក់ឯងហើយស្រាប់តែមានអារម្មណ៍ថាមានខ្យល់ត្រជាក់មកប៉ះកញ្ចឹងកោឬឮសំឡេងដូចមានអ្វីមួយធ្ងន់កំពុងវ៉ាយឺតនៅក្រោមគ្រែសូមកុំព្យាយាមអោនមើលឬងាកក្រោយឲ្យសោះព្រោះព្រលឹងរបស់គ្រូខ្លាំងនិងមករាប្រហែលជាតាមធំក្លិនការភ័យខ្លាចរបស់អ្នកហើយនឹងកំពុងឈរហែកមាត់សើចនៅពីក្រោយខ្នងរបស់អ្នកនៅវិនាទីនេះឯងតាំងនឹងឲ្យបងប្អូនទាំងអស់គ្នារឿងយើងបានមកដល់ទីបញ្ចប់ហើយបើបងប្អូនស្រឡាញ់ចូលចិត្តកុំភ្លេចចុច like ហើយនិង subscribe ម្នាក់មួយផងអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា